ចៃរំលែកបន្តនៅប្រទេសវៀតណាមបានរកឃើញសាច់ជ្រូកឆ្លងជំងឺបេះជ្រូកជិត38តោនត្រៀមចែកចាយនៅលើទីផ្សារចំណែកស្ទេណាប់ក៏ដូចជាផេកស្ទេណាប់ញូនឹងធ្វើការលំអិតព្រមនេះនៅក្នុងពេលថ្មីៗនេះយោងទៅតាមសារព័ត៌មាន VN Express បានធ្វើការផ្សាយថាអាជ្ញាធរនៅភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃទី22ខែតុលាឆ្នាំ2025បានធ្វើការឃាត់ខ្លួនម្ចាស់រោងចក្រមួយកន្លែងដែលមានវ័យ60ឆ្នាំប្លាញ់ម្នាក់នឹងបានកាត់ទោសពីបទរំលោភលើបទបញ្ញត្តិសុវត្ថិភាពចំណីអាហារបន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញកន្លែងផ្ទុកសាច់ត្រជាក់ចំនួន5កន្លែងដែលសាច់និងស្បែកជាច្រើនប្រែពណ៌និងមានស្នាមក្រហមដែលមានចំនួនជិត38តោនមានមេរោគបេះជ្រូកអាហ្វ្រិកឬក៏ហៅកាត់ថា AFF នេះបើយោងទៅតាមអ្នកស៊ើបអង្កេតបានឲ្យដឹងផងថាគណៈពេលដែលជំងឺបេះជ្រូកអាហ្វ្រិកបានរីករាលដាលពីពេញកសិដ្ឋាននៅក្នុងស្រុកកាលពីដើមឆ្នាំនេះកសិករជាច្រើនអ្នកបានលក់ឬក៏ផ្ដល់ឲ្យជ្រូកដែលងាប់ឬក៏ឆ្លងមេរោគក្នុងតម្លៃទាបបំផុតដើម្បីកាត់បន្ថយការខាតបង់របស់ខ្លួនអាជីវករនិងប្រតិបត្តិការរោងសត្វតាគៀនរួមទាំងជនសង្ស័យបានចោទប្រកាន់ថាពួកគេបានលួចកេងចំណេញពីស្ថានភាពដូចជាការប្រមូលជ្រូកដែលមានជំងឺស្លាប់និងបង្កកសាច់ទាំងនោះដោយសង្ឃឹមថានឹងលក់បន្តនៅពេលក្រោយដើម្បីទទួលបាននូវប្រាក់ចំណេញស្របជាមួយគ្នានោះអ្នកខ្លះទៀតថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគទៅតំបន់ផ្សេងទៀតដើម្បីគេចពីការរកឃើញទៀតផងដែរតែទោះបីជាយ៉ាងណាក៏ដោយការធ្វើតេស្តដោយមន្ទីរបសុព្យាបាលបសុពេននិងជនផលខេត្តភូធូបានបញ្ជាក់ថាសំណាក់ទាំងអស់ដែលបានយកចេញពីកន្លែងផ្ទុកត្រជាក់របស់ម្ចាស់ដែលជាជនសង្ស័យបានធ្វើតេស្តវិជ្ជមានចំពោះមេរោគបេះជ្រូកអាហ្វ្រិកទាំងអស់ដោយឡែកនៅថ្ងៃទី23ខែតុលានេះគណៈកម្មាធិការទីក្រុងដាណាំងឯណូក៏បានឲ្យដឹងផងដែរថាក្រុមការងារបង្ការជំងឺរាតត្បាតរបស់ឃុំទើបតែបានឃាត់រថយន្តមួយគ្រឿងដែលលួចដឹកជ្រូកចំនួន58ក្បាលសុទ្ធតែមានជំងឺបេះជ្រូកអាហ្វ្រិកដោយត្រៀមចែកចាយបន្តទៅកាន់ទីផ្សារជាការពិតណាស់ជំងឺបេះជ្រូកអាហ្វ្រិកដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិកបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចំណោមជ្រូកហើយមានអត្រាស្លាប់ជិត 100% គូបញ្ជាក់ផងដែរថាជំងឺនេះមិនឆ្លងដល់មនុស្សនោះទេក៏ប៉ុន្តែអាចឆ្លងបានដោយសារតែមនុស្សដែលនាំឲ្យមានការរីករាលដាលយ៉ាងទូលំទូលាយដែលបំផ្លាញការចិញ្ចឹមជ្រូកនិងគំរាមកំហែងទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារថែមទៀតផងចុងក្រោយសម្រាប់ប្រទេសកម្ពុជាក៏គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតអញ្ចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន